professeurs de français. Soyez les bienvenus à l'ambassade de France pour cette journée internationale des professeurs de français. ស្ថិតនៅក្នុងបរិយាកាសដ៏អ៊ូអរនិងអធិកធម៌នៅក្នុងបរិវេណនៃស្ថានទូតបារាំងកម្មវិធីទិវាពិភពលោកនៃគ្រូបង្រៀនភាសាបារាំងត្រូវបានរៀបចំធ្វើឡើងជាថ្មីម្ដងទៀតដើម្បីអបអរសាទរទៅដល់អាជីពគ្រូបង្រៀនភាសាបារាំងទាំងនៅប្រទេសកម្ពុជានិងនៅលើពិភពលោក Oui, c'est ça. Il y a maintenant tous les ans une journée des professeurs de français partout dans le monde. មិនហើយត្រឹមត្រូវណាស់ឥឡូវនេះទិវាសម្រាប់គ្រូបង្រៀនភាសាបារាំងត្រូវបានរៀបចំធ្វើឡើងនៅទូទាំងពិភពលោកដូច្នេះនៅកម្ពុជាយើងបានអញ្ជើញគ្រូបង្រៀនចំនួន200នាក់ឲ្យមកជួបជុំគ្នានៅទីនេះហើយបន្ទាប់មកយើងមានការអបអរមួយចំនួនអ្នកប្រហែលជាបានឮនៅអ្វីដែលកំពុងកើតឡើងហើយ C'est important parce que កម្មវិធីនៅថ្ងៃនេះគឺជារឿងសំខាន់ពីព្រោះគ្រូបង្រៀនគឺជាអ្នកដែលមានតួនាទីសំខាន់បំផុតពួកគេធ្វើការដ៏លំបាកមួយជាពិសេសគ្រូបង្រៀនភាសាបរទេសដូចជាភាសាបារាំងនេះឯងហើយទិវានេះក៏មានសារៈសំខាន់ខ្លាំងណាស់ដែរសម្រាប់ការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសជាតិយើងទាំងពីរពីព្រោះគ្រូបង្រៀនភាសាបារាំងគឺជាអ្នកដែលធ្វើឲ្យយុវជនជំនាន់ក្រោយមានចិត្តចង់រៀនភាសាបារាំងចង់ទៅសិក្សានៅប្រទេសបារាំងចង់បង្កើតមិត្តភាពនៅប្រទេសបារាំងនិងរក្សាទំនាក់ទំនងនិងមិត្តភាពទាំងនេះពេញមួយជីវិតរបស់ពួកគេយើងមានជនជាតិកម្ពុជាជាច្រើនដែលនិយាយភាសាបារាំងនិងស្គាល់មនុស្សនៅប្រទេសបារាំងទន្ទឹមគ្នានេះដែរក៏មានជនជាតិបារាំងជាច្រើនដែរមករស់នៅក្នុងប្រទេសកម្ពុជាហើយថែមទាំងបានតាំងទីលំនៅនៅទីនេះទៀតផងហើយដូចនេះហើយថ្ងៃនេះយើងស្វាគមន៍ពួកគេនៅទីនេះចំណាយពេលជាមួយគ្នានៅទីនេះជាពេលវេលាបែបផ្លូវការបន្តិចប៉ុន្តែវាជាការអបអរសាទរដើម្បីបញ្ជាក់ប្រាប់ពួកគេថាយើងស្រឡាញ់ពួកគេថាយើងពេញចិត្តនឹងការងាររបស់ពួកគេហើយថាយើងនៅទីនេះដើម្បីជួយនិងចូលរួមជាមួយពួកគេ qu'on est heureux de leur travail et qu'on est là pour les aider. ស្ថិតនៅក្នុងបរិយាកាសដ៏រំភើបរីករាយគ្រូបង្រៀនភាសាបារាំងមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជាចំនួន200នាក់បានចូលរួមនៅក្នុងទិវាគ្រូបង្រៀនភាសាបារាំងជាមួយនឹងវត្តមានរបស់លោកហុងជួននរងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាអ្នកស្រីខួនវិជ្ជការអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានគូបញ្ជាក់ផងដែរពីសារៈសំខាន់នៃការជួបជុំនេះដែលជាការលើកទឹកចិត្តខ្លាំងបំផុតទៅដល់គ្រូបង្រៀនភាសាបារាំងនៅកម្ពុជាតាំងពីថ្នាក់មធ្យមសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា កម្មវិធីនេះគឺជាកម្មវិធីមួយដ៏សំខាន់ទី1ក្រៅពីការចូលរួមនៅក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជាក៏ដូចជានៅលើពិភពលោកក៏កម្មវិធីនេះក៏ជាការលើកទឹកចិត្តដល់គ្រូបង្រៀនភាសាបារាំងនៅកម្ពុជាទាំងអស់នៅក្នុងការចូលរួមបន្តទៀតនៅក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងដែរនេះខ្ញុំសូមអនុញ្ញាតបញ្ជាក់ថានៅកម្ពុជាគឺមានគ្រូបង្រៀនមុខវិជ្ជាភាសាបារាំងប្រមាណជា900នាក់ដែលបណ្ដុះបណ្ដាលទាំងកម្មវិធីជីវភាសាទី1ជីវភាសាទី2ក៏ដូចជាកម្មវិធីថ្នាក់ពីភាសាបារាំងខ្មែរហើយក្រៅពីនោះក៏យើងមានកម្មវិធីអប់រំជាភាសាបារាំងឬក៏ភាសាបារាំងនៅតាមសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរនៅកម្ពុជាការសិក្សាភាសាបារាំងគឺយើងបានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់ទី4រហូតដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយនៅក្នុងកម្មវិធីសិក្សាភាសាបារាំងនេះដែរគឺសិស្សានុសិស្សគាត់អាចជ្រើសរើសទី1គឺជាជីវភាសាទី1ឬក៏ជាជីវភាសាទី2ការជ្រើសរើសនេះមានន័យថាម៉េចមានន័យថាគាត់អាចសិក្សា2ម៉ោងក្នុងមួយសប្តាហ៍ឬក៏ច្រើនម៉ោងជាងនេះបើសិនជាគាត់ជ្រើសរើសជាជីវភាសាទី1ហើយក្រៅពីនោះយើងក៏មានកម្មវិធីថ្នាក់ពីភាសាបារាំងខ្មែរដែលយើងបាននឹងកំពុងអនុវត្តនៅក្នុងខេត្តក្រុងចំនួន7នៅក្នុងពេលបច្ចុប្បន្ននេះហើយមានសិស្សប្រមាណជា73000នាក់ដែលកំពុងសិក្សានៅក្នុងកម្មវិធីថ្នាក់ពីភាសាបារាំងខ្មែរសម្រាប់អ្នកស្រីខួនវិជ្ជការសិក្សាភាសាបារាំងនៅតែមានសារៈសំខាន់ខ្លាំងនៅក្នុងកម្មវិធីសិក្សានៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាដែលក្រសួងបានដាក់បញ្ចូលភាសាបារាំងយ៉ាងទូលំទូលាយតាំងពីថ្នាក់ទី4រហូតទៅដល់សាកលវិទ្យាល័យការសិក្សាភាសាបារាំងគឺនៅតែមានសារៈសំខាន់និងជាតម្រូវការនៅប្រទេសកម្ពុជាទី1បើសិនបើជាអ្នកសិក្សាដែលគាត់ចាប់អារម្មណ៍នៅក្នុងការសិក្សាស្រាវជ្រាវទៅលើប្រវត្តិសាស្ត្រឬក៏ឯកសារទាក់ទងនឹងវប្បធម៌នានាយើងអាចនិយាយបានថាឯកសារដែលជាបណ្ណាសារជាភាសាបារាំងគឺជាឯកសារតែមួយគត់ដែលយើងអាចសិក្សាស្វែងរកទៅលើឯកសារដើមបណ្ណាសារដ្ឋានក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្ររបស់កម្ពុជាក៏ដូចជាទស្សនវិជ្ជារួមនៃប្រទេសកម្ពុជានៅក្នុងអតីតកាលហើយក្រៅពីនៅក្នុងការប្រើប្រាស់ភាសាបារាំងនៅក្នុងការស្រាវជ្រាវលើផ្នែកនេះភាសាបារាំងនៅក្នុងពេលបច្ចុប្បន្ននេះក៏មានសារៈប្រយោជន៍សំខាន់នៅក្នុងការប្រើប្រាស់នៅសាកលវិទ្យាល័យនានាដែលខ្ញុំបានលើកខាងដើមដូចជាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលតម្រូវឲ្យសិស្សានុសិស្សសិក្សាជាភាសាបារាំងផង
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬក៏សាកលវិទ្យាល័យមួយចំនួនទៀតដែលជាសមាជិករបស់ AUF ដែលប្រើប្រាស់ភាសាបារាំងជាយាននៅក្នុងការរៀននិងបង្រៀន បើតាមទិន្នន័យរបស់ក្រសួងអប់រំយុវជននិងកីឡាសប្តាហ៍នេះប្រទេសកម្ពុជាមានគ្រូបង្រៀនភាសាបារាំងសរុបជិត900នាក់និងសិស្សប្រមាណជាង 30,000 នាក់ដែលចាប់យកការសិក្សាជាភាសាបារាំងកញ្ញាចេថាវណ្ណរីធ្លាប់ជាសិស្សថ្នាក់ពីភាសាបារាំងខ្មែរមកពីវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាមបានក្លាយជាគ្រូបង្រៀនភាសាបារាំងនិងបានបំពេញក្តីស្រមៃធ្វើដំណើរទៅដល់ប្រទេសបារាំង បន្ទាប់ពីខ្ញុំបានរៀនពីភាសាបារាំងខ្មែរខ្ញុំមើលឃើញថាភាសាបារាំងគឺពិតជាភាសាមួយដែលពិតជាគួរឲ្យចាប់អារម្មណ៍ដែលខ្ញុំតែងតែមានបំណងប្រាថ្នាក្នុងការទៅឃើញប្រទេសបារាំងជាពិសេសហ្នឹងគឺឃើញ La Tour Eiffel ដែលជាក្តីស្រមៃរបស់សិស្សដែលរៀនភាសាបារាំងគ្រប់គ្នាហើយខ្ញុំពិតជាមានសេចក្តីសំណើរីករាយដែលពេលនេះនាងខ្ញុំបានប្រឡងជាប់ខ្លាយជាគ្រូបង្រៀននៅក្នុងថ្នាក់ពីភាសាបារាំងខ្មែរឯកទេសបារាំងគណិតវិទ្យានាងខ្ញុំសានស្រឡាញ់ភាសាបារាំងមែនតើដោយសារតែភាសាបារាំងគឺបានជួយឲ្យខ្ញុំមើលឃើញពិភពលោកកាន់តែធំទូលាយជាងមុនជាពិសេសនាងខ្ញុំបានទៅកាន់ប្រទេសផ្សេងនាងខ្ញុំបានទៅចូលរួម formation ផ្សេងបានទៅចូលរួមការរៀននិងឃើញអ្វីថ្មីជាពិសេសហ្នឹងគឺបានឃើញប្រទេសបារាំងតែម្ដងចា៎សម្រាប់ខ្ញុំបាទផ្ទាល់គឺថ្ងៃនេះគឺពិតជាមានអត្ថន័យដ៏អស្ចារ្យសម្រាប់ខ្លួនឯងបាទនិងក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលយើងបានចូលរួមកម្មវិធីទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិឆ្នាំ2025ដែលរៀបចំដោយស្ថានទូតបារាំងនៅកម្ពុជាបាទទិវានេះផ្ដល់ឱកាសឲ្យគ្រូបង្រៀនភាសាបារាំងនៅកម្ពុជាទាំងអស់បានចូលរួមជួបជុំគ្នាដែលពួកយើងខានបានជួបគ្នាជាច្រើនឆ្នាំមានអ្នកខ្លះមករួមថ្នាក់គ្នាប៉ុន្តែខានបានជួបយូរក៏ជួបសិស្សច្បងនិងលោកគ្រូអ្នកគ្រូដែលកន្លងមកយើងខានបានជួបគ្នារយៈពេលយូរនៅទិវានេះតែងតែផ្ដល់ឱកាសពួកយើងបានជួបគ្នាផ្លាស់ប្ដូរយោបល់គ្នាទៅលើ pedagogy របស់ពួកយើងទៅលើវិធីសាស្ត្របង្រៀននិងសកម្មភាពប្លែកៗដើម្បីឆ្លើយតបជាពិសេសបច្ចុប្បន្ននេះគឺយើងគឺជាយុគមួយនៃយុគ AI បាទអញ្ចឹងយើងមានការបង្រៀនក្មេងៗថ្មីអំពី AI ឬក៏សកម្មភាពអីផ្សេងដែលធ្វើវាគេហៅថា interaction វាមានអន្តរអំពើជាមួយគ្នាធ្វើឲ្យថ្នាក់រៀនកាន់តែប្រសើរឡើងអញ្ចឹងយើងមានឱកាសផ្លាស់ប្ដូរគ្នានៅពេលនេះហើយក៏មិនត្រឹមតែប៉ុណ្ណេះយើងក៏មានការលេងល្បែងកម្សាន្តដូចការទាញបទចម្រៀងអន្តរវប្បធម៌ខ្មែរបារាំងធ្វើឲ្យចំណងមិត្តភាពរបស់យើងនាពេលទៅនេះកាន់តែសប្បាយរីករាយបន្ថែមទៀតបាទជម្រាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះសើវ៉ាន់ប្រុសហើយសប្តាហ៍ហ្នឹងខ្ញុំជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលគេហៅកាត់ថា ETC ខ្ញុំបានជ្រើសរើសយកភាសាបារាំងជាភាសាទី2សម្រាប់ខ្ញុំដើម្បីរៀននិងបន្តការសិក្សារបស់ខ្ញុំនៅប្រទេសបារាំងហើយឆ្នាំនេះផ្ទាល់តែម្ដងគឺក៏មានការប្រារព្ធពិធីនៅសមាជគ្រូប្រាប់គ្រូភាសាបារាំងនៅក្នុងទីក្រុងប៊ឺសុងសុងហើយខ្ញុំផ្ទាល់ក៏មានឱកាសបានចូលរួមនៅក្នុងសមាជនឹងផងដែរវាជាមោទនភាពមែនទែនបងសម្រាប់គ្រូបង្រៀនវ័យក្មេងដូចនេះបាទជាមួយនឹងមោទនភាពរបស់គ្រូបង្រៀនភាសាបារាំងនៅកម្ពុជាលោកអូលីវីយេរីសាក៏បានមានប្រសាសន៍ផងដែរថាប្រទេសបារាំងតាមរយៈស្ថានទូតបារាំងនឹងបន្តការគាំទ្រទៅដល់គ្រូបង្រៀនភាសាបារាំងនៅក្នុងចក្ខុវិស័យនៃកិច្ចប្រជុំកំពូល Francophonie ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអង្គរប្រទេសកម្ពុជាក្នុងអំឡុងខែវិច្ឆិកាឆ្នាំ2026ខាងមុខ Plus il y a quelque chose de particulier អ្វីដែលពិសេសបំផុតយើងដឹងហើយថានៅក្នុងឆ្នាំក្រោយយើងនឹងមានកិច្ចប្រជុំកំពូល Francophonie នៅប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាបដូច្នេះប្រទេសដែលនិយាយភាសាបារាំងទាំងអស់នៅលើពិភពលោកនឹងមកប្រទេសកម្ពុជាដើម្បីស្វែងយល់ពីអច្ឆរិយប្រវត្តិសាស្ត្ររបស់កម្ពុជាជាពិសេសប្រវត្តិសាស្ត្រអង្គរដ៏អស្ចារ្យប៉ុន្តែជាមួយគ្នានោះដែរពួកគេក៏នឹងប្រទះឃើញប្រទេសកម្ពុជាជាប្រទេសមួយដែលនិយាយភាសាបារាំងយ៉ាងទូលំទូលាយនិងជាកន្លែងដែលមានការផ្លាស់ប្ដូរទំនាក់ទំនងជាមួយប្រទេសបារាំងក្នុងទំនាក់ទំនងមិត្តភាពនិងសប្បាយរីករាយដូច្នេះការប្រារព្ធទិវាអន្តរជាតិគ្រូបង្រៀនភាសាបារាំងនៅក្នុងឆ្នាំនេះហើយនឹងធ្វើម្ដងទៀតនៅឆ្នាំក្រោយគឺកាន់តែពិសេសជាងនេះទៅទៀត